Về số nào khác vẫn một căn cho mình nâng video thứ mấy được trong ngàyนี้คือខ្ញុំនឹងបង្ហាញអ្នកគ្នាតើតើទៅនឹងការប្រើប្រាស់ជាមួយនឹងម៉ៃ HoloLens លាក់ M2 អញ្ចឹងកុំឲ្យខាត់ពេលវេលាយើងទៅមើលការធ្វើវាទាំងអស់គ្នាដូចអ្នកគ្នាបានឃើញអញ្ចឹងនៅខាងមុខនេះគឺមានដុំ Resil 3មួយនេះគឺសម្រាប់ប្រើជាមួយនឹងកាមេរ៉ាបើសិនជាអ្នកគ្នាមានកាមេរ៉ាអ្នកគ្នាអាចប្រើដុំ Resil មួយនេះដោយភ្ជាប់ជាមួយនឹងខ្សែមួយនេះទៅកាន់កាមេរ៉ារបស់អ្នកគ្នាអញ្ចឹងទៅពីរនេះក៏ជាដុំ Resil ដែរចឹងនៅពេលដែលអ្នកគ្នាប្រើជាមួយនឹងទូរស័ព្ទដៃគឺអ្នកគ្នាអាចប្រើប្រាស់ដុំ Resil មួយនេះដោយអ្នកគ្នារើសតែមួយទៅតាមតម្រូវទូរស័ព្ទរបស់អ្នកគ្នាដូចជាក់ស្ដែងគឺខ្ញុំមានទូរស័ព្ទ iPhone របស់ខ្ញុំដែលប្រើជាមួយនឹងដូច Lightning នេះអញ្ចឹងគឺខ្ញុំត្រូវយកដូចហ្នឹងដោតមកកាន់ទូរស័ព្ទដៃរបស់ខ្ញុំដល់ពេលខ្ញុំដោតវាចូលហើយវានឹងលោតភ្លើងបែបនេះអញ្ចឹងបើសិនជាវាលោតញាក់បែបហ្នឹងមានន័យថាវាអត់ទាន់ស្គាល់ជាមួយនឹងដុំម៉ៃទេអញ្ចឹងដើម្បីឲ្យវាស្គាល់គឺយើងត្រូវយកដុំម៉ៃមួយនេះយើងត្រូវដាក់ចូលទៅក្នុងប្រអប់របស់វាសិនដើម្បីកុំឲ្យវា connect គ្នាបន្ទាប់មកគឺយើងត្រូវដកម៉ៃមួយបន្ទាប់ពីអ្នកគ្នាដកហើយវានឹងលោតសញ្ញាភ្លើងភ្លិបបែបនេះម្ដងទៀតបន្ទាប់មកគឺវានឹងឈប់លោតភ្លិបអញ្ចឹងនៅកន្លែង TX1 ហើយជាមួយនឹងភ្លើងនេះគឺវាឈប់លោតភ្លិបហើយមានន័យថាវាស្គាល់ហើយនៅផ្នែកប៊ូតុងខាងនេះគឺសម្រាប់កាត់សំឡេងរំខាននៅពេលដែលអ្នកគ្នាចុចវាមួយនោះវានឹងផ្លាស់ប្ដូរទៅពណ៌បៃតងអញ្ចឹងពណ៌បៃតងហ្នឹងគឺជាមុខងារសម្រាប់កាត់សំឡេងរំខានអញ្ចឹងទៅអញ្ចឹងបើសិនអ្នកគ្នាចង់ប្រើម៉ៃ2អ្នកគ្នាដកម៉ៃមួយទៀតមកគឺប្រើបានហើយអញ្ចឹងអ្នកគ្នាប្រើគឺអ្នកគ្នាគ្រាន់តែចូលទៅកាន់កាមេរ៉ារបស់អ្នកគ្នាអ្នកគ្នាគ្រាន់តែចូលកាមេរ៉ាអ្នកគ្នាហើយបន្ទាប់មកអ្នកគ្នាចូលទៅកាន់វីដេអូអ្នកគ្នាអាច record និយាយបានភ្លាមសួស្តីអ្នកគ្នាឬក៏អ្នកគ្នាអាចតេស្តជាមួយនឹងកម្មវិធីមួយទៀតគឺ Voice អញ្ចឹងអ្នកគ្នាគ្រាន់តែចុច record មកហើយអ្នកគ្នានិយាយនៅលើហ្នឹងគឺវាមានសំឡេងចូលហើយលើពីនេះទៅទៀតបើសិនជាអ្នកគ្នាជាអ្នកប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃខ្ញុំ recommend អ្នកគ្នាគួរតែមានកម្មវិធីរបស់វាមួយដើម្បីយើងតាមដានក្នុងការមើលទៅលើម៉ៃមួយហ្នឹងដែរឬក៏អ្នកគ្នាអាចធ្វើការអាប់ដេតវាអញ្ចឹងទៅអញ្ចឹងតើតើទៅនឹងកម្មវិធីមួយនោះគឺឈ្មោះថា HoloLens Oyo អញ្ចឹងអ្នកគ្នាអាចចុច download ទៅព្រោះថាកម្មវិធីមួយនេះគឺវាងាយស្រួលមែនតើព្រោះថាទូរស័ព្ទដៃរបស់យើងពេលខ្លះវាអាច error វាអត់ស្គាល់អញ្ចឹងទៅនៅពេលដែលអ្នកគ្នាមានកម្មវិធីមួយនេះសម្រាប់គ្រប់គ្រងគឺវាងាយស្រួលមែនតើសម្រាប់គ្រប់គ្រងទៅលើដុំម៉ៃដែលយើងកំពុងតែប្រើហ្នឹងនៅពេលដែលយើងដោតទៅវាស្គាល់គឺវាចេញទម្រង់បែបនេះអញ្ចឹងអ្នកគ្នាអាចចូលកំណត់ setting វាបន្ថែមបានហើយនៅផ្នែកខាងលើនេះជា My One ហើយវាបង្ហាញអំពីថាមពលថ្មហើយបន្ទាប់មកផ្នែកខាងក្រោមនេះកន្លែង phone speaker មានន័យថាកន្លែងហ្នឹងគឺវាអនុញ្ញាតឲ្យយើង playback នៅវីដេអូរបស់យើងអាចស្ដាប់សំឡេងយើងថតភ្លាមបានដោយមិនចាំបាច់ដកដោយ receive របស់វាមួយនេះហើយនៅផ្នែកខាងក្រោមគឺ NC level នេះមានន័យថាវាកាត់សំឡេងរំខានអញ្ចឹងបើសិនអ្នកគ្នាចង់ឲ្យវាកាត់ល្មមអ្នកគ្នាដាក់ low ឬក៏ high បើសិនជាអ្នកគ្នាចង់ឲ្យកាត់ខ្លាំងហើយនៅផ្នែកខាងក្រោមគឺជាកន្លែងដែលយើងអាច adjust សំឡេងរបស់យើងឲ្យលឺខ្លាំងឬក៏ខ្សោយអញ្ចឹងទៅអញ្ចឹងតាមកម្រិតដែលអ្នកគ្នាចង់បានគឺកំណត់លេខ1លេខ2លេខ3អញ្ចឹងទៅហើយនៅផ្នែករូបកងចក្រខាងលើគឺវាអនុញ្ញាតឲ្យអ្នកគ្នាចូលទៅ update នៅ version ចុងក្រោយអញ្ចឹងបើសិនជាអ្នកគ្នាជាអ្នកប្រើប្រាស់ម៉ៃមួយនេះដែរអ្នកគ្នាគួរតែ check ទៅលើការ update របស់វាទៅព្រោះថាវាអាចនឹងជួយសម្រួលទូរស័ព្ទដៃរបស់អ្នកគ្នាឲ្យធ្វើការកាន់តែល្អជាមួយនឹងម៉ៃនឹងផងដែរឥឡូវនេះយើងមកដឹងតកតងទៅនឹងទូនាទីលើដុំមួយនេះខ្លះដើម្បីងាយស្រួលក្នុងការប្រើប្រាស់វាអញ្ចឹងតកតងទៅនឹងដុំមួយនេះគឺជាប្រភេទដុំ TX ដែលវាអនុញ្ញាតឲ្យយើងដាក់ឆក់បានគ្រប់ទីកន្លែងដែលយើងចង់ឆក់អញ្ចឹងទៅគឺវាមានដុំដែលឆក់មួយនេះជាមួយនឹង body របស់វាគឺយើងដាក់ពីលើគឺវាអាចឆក់បានអ្នកគ្នាអាចឆក់នៅលើអាវឬក៏ឆក់នៅទីតាំងណាដែលអ្នកគ្នាចង់ឆក់វាហើយនៅផ្នែកខាងលើវាគឺជាកន្លែងដែលស្រូបសំឡេងអញ្ចឹងរាល់ពេលដែលអ្នកគ្នាដាក់វា record គួរតែបែរទៅកាន់មាត់អ្នកគ្នានៅចំចំណុចមួយនេះហើយនៅផ្នែកខាងនេះវិញគឺជាកន្លែងដែលយើងអាចចុចប៊ូតុងឲ្យជាប់រហូតដើម្បីបិទបើកឬក៏យើងចុចប៊ូតុងមួយដើម្បីផ្លាស់ប្ដូរ mode ពីបៃតងមកខៀវ
ពីខៀវទៅបៃតងដើម្បីឆ្លាស់ម៉ូដនៃមុខងារកាត់សម្លេងរំខានបើសិនជាអ្នកគ្នាជាអ្នកប្រើប្រាស់ទូរស័ព្ទដៃវិញអ្នកគ្នាមិនចាំបាច់ទៅចុចនៅលើទូរស័ព្ទដៃទេអ្នកគ្នាគ្រាន់តែចុចនៅលើនេះពីរដងទូរស័ព្ទរបស់យើងនឹងធ្វើការ record ភ្លាមដោយមិនចាំបាច់យើងទៅប៉ះលើអេក្រង់ទូរស័ព្ទផ្ទាល់ទេអ្នកគ្នាប្រកាសជាឆ្ងល់ហើយថាទៅលើដោយ Type C នេះវាសម្រាប់សាកថ្មរបស់វាឬក៏យ៉ាងម៉េចអញ្ចឹងតកតងទៅនឹងដុំមួយនេះគឺវាអត់ទៅការសាកថ្មទេគឺវាយកភ្លើងចេញពីទូរស័ព្ទដៃរបស់យើងអញ្ចឹងកន្លែងដូច Type C ហ្នឹងគឺវាសម្រាប់សាកថ្មទូរស័ព្ទដៃរបស់យើងអញ្ចឹងរាល់ពេលដែលយើងថតវីដេអូនៅពេលដែលយើងថតវីដេអូឬក៏ live ទូរស័ព្ទដៃរបស់យើងអស់ថ្មគឺយើងអាចសាកវាបណ្ដើរបានដោយយើងដោតដោយ Type C ចូលមកកាន់នឹងមកទូរស័ព្ទដៃរបស់យើងនឹងលោតថ្មចូលតែម្ដងអញ្ចឹងវាអាចឲ្យអ្នកគ្នាបន្តការថតទៅមុខទៀតបានអញ្ចឹងតើតើនឹងការប្រើប្រាស់ mic នេះគឺងាយស្រួលមែនតើបើសិនអ្នកគ្នាមានចម្ងល់អីអ្នកគ្នាអាច comment នៅផ្នែកខាងក្រោមបានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ